នៅក្នុងវគ្គមុនយើងបានស្វែងយល់អំពីដំណើររឿងនៅក្នុងអេពីសូត 6 តទៅនេះសូមតាមដានខ្លឹមសារបន្ទាប់ដើម្បីតាមដានការវិវត្តនៃសាច់រឿងនិងស្វែងយល់អំពីគំនិតដ៏មានតម្លៃដែលអ្នកនិពន្ធចង់ចែករំលែកដោយមិនបង្អង់យូរសូមអញ្ជើញលោកអ្នកបន្តស្ដាប់នៅអេពីសូត 7 តទៅនេះរឿងព្រេងជាចៅមាណពនិងភរិយានៅក្នុងប្រទេសមួយមានព្រះជាមួយព្រះអង្គបានប្រគល់រាជសម្បត្តិថ្វាយប្រជាបុត្ររបស់ព្រះអង្គឲ្យគ្រប់គ្រងថែរក្សាប្រទេសជាតិមាតុភូមិស្ដេចអង្គនេះស្ថិតក្នុងបឋមវ័យសម្បូរដោយស្រីស្នំជាបរិវារនិងទ្រព្យសម្បត្តិយ៉ាងច្រើនថ្ងៃមួយព្រះអង្គយាងតាមវិថីក្នុងរាជធានីទតឃើញភរិយានៃចៅមាណពម្នាក់ជាស្រីនៅក្មេងកំពុងពេញរូបរាងល្អឥតខ្ចោះលុះស្ដេចទ្រង់ត្រឡប់ទៅកាន់ព្រះរាជវាំងវិញក៏មានប្រតិយនៅចងចាំរូបសម្រស់នៃនាងនោះភ្លេចមិនបានឡើយដូចជាព្រួញកាមទេពទ្រាំមិនបានទើបទ្រង់ត្រាស់បង្គាប់ឲ្យនាងមេអណ្ដើកទៅនាំនាងនោះមកថ្វាយព្រះអង្គព្រោះថាទី 194 កិរិយាក្រឡេកមើលនាំឲ្យកើតសេចក្តីស្នេហាគឺជាព្រួញកាមទេពដែលស្ត្រីមានរូបស្អាតទាំងឡាយបញ្ចេញពីកិរិយានៃការញាក់ចិញ្ចើមបើមិនទាន់បញ្ចំចិត្តបុរសណាទេបុរសនោះអាចគ្រប់គ្រងអារម្មណ៍បានអាចរក្សាសេចក្តីអៀនខ្មាសបាននិងអាចតាំងនៅក្នុងវ័យបានជាដរាបឯនាងភរិយានៃចៅមាណពតាំងពីបានឃើញព្រះភ័ក្ត្រព្រះរាជាមកក៏មានចិត្តនឹកមមីមិនភ្លេចហាក់ដូចជាត្រូវរបួសដោយព្រួញកាមទេពបាញ់ចំបេះដូងចិត្តឲ្យរំភើបញាប់ញ័រព្រោះថាទី 195 មិនមានសេចក្តីស្មោះត្រង់ចិត្តរហ័សមាយាលោភលន់ហួសហេតុមិនមានគុណសម្បត្តិនិងអំពើអាក្រក់ទាំងអស់នេះជាទោសនៃស្ត្រីកើតចេញពីខ្លួនឯងគប់ជួននាងជាភរិយានៃចៅមាណពជាស្រីចិត្តឆើតបានស្ដាប់ពាក្យនិយាយបញ្ចុះបញ្ចូលរបស់នាងមេអណ្ដើកហើយក៏ធ្វើមាយាឆ្លើយតបថាខ្ញុំមានចិត្តស្មោះត្រង់នឹងស្វាមីតើឲ្យខ្ញុំប្រព្រឹត្តដូចស្រីអាក្រក់ក្បត់ចិត្តស្វាមីខុសគន្លងធម៌ដូចផ្ដេចកើតព្រោះថាទី 196 ស្ត្រីណាប៉ិនប្រសប់ក្នុងការងារផ្ទះស្ត្រីណាមានកូនច្រើនស្ត្រីណាប្រគល់ចិត្តឲ្យស្វាមីនិងស្មោះត្រង់ចំពោះស្វាមីស្ត្រីនោះជាភរិយាពិតប្រាកដទី 197 ស្ត្រីណាមិនធ្វើឲ្យប្តីរីករាយសប្បាយស្ត្រីនោះបុគ្គលមិនគប្បីហៅថាភរិយាទេបើប្តីពេញចិត្តចំពោះនារីណាជាភរិយាហើយសូម្បីពួកទេវតាក៏ជួយរីករាយដែរកាលបើដូច្នោះស្វាមីរបស់ខ្ញុំមានបំណងយ៉ាងណាខ្ញុំនឹងធ្វើតាមបំណងនោះឥតប្រកែកឡើយនាងមេអណ្ដើកនោះបញ្ជាក់សួរថាពាក្យនេះជាពាក្យពិតដូចនាងនិយាយមែនឬអ្វីនាងក៏ឆ្លើយតបវិញថាចាស់ពាក្យនេះជាពាក្យពិតប្រាកដហើយកាលនោះនាងមេអណ្ដើកក៏លាត្រឡប់ចូលទៅកាន់ព្រះរាជវាំងវិញនាំដំណឹងទៅក្រាបបង្គំទូលព្រះរាជាឲ្យទ្រង់ជ្រាបសពគ្រប់ប្រការលុះព្រះរាជាទ្រង់បានព្រះសណ្ដាប់អស់សេចក្តីហើយទើបមានបន្ទូលត្រាស់ថាយើងគិតធ្វើដូចម្ដេចដើម្បីឲ្យប្តីវានាំខ្លួននាងមកឲ្យយើងបានណនាងមេអណ្ដើកក្រាបទូលថាបើដូច្នេះសូមទ្រង់ប្រើឧបាយកលព្រោះថាទី 198 កិច្ចការណាដែលអាចសម្រេចបានដោយឧបាយកលកិច្ចការនោះគេមិនចាំបាច់ប្រើសេចក្តីព្យាយាមទេដូចជាដំរីស្ដត្រូវចចកប្រើឧបាយកលបោកឲ្យចុះទៅក្នុងបឹងភក់ដល់ក្តីស្លាប់អន្តរធានទៅឲ្យព្រះរាជា
បានត្រាស់សួរថារឿងនេះតើមានដំណើររឿងយ៉ាងដូចម្តេចនាងមេអណ្ដើកក៏ក្រាបបង្គំទូលសេចក្តីដូចតទៅនេះរឿងចចកនិងដំរីស្ដនៅក្នុងព្រៃធំមានសត្វដំរីមួយក្បាលអាស្រ័យនៅទីនោះមានសត្វចចកមួយហ្វូងឃើញដំរីស្ដនោះក៏គិតថាបើយើងប្រើឧបាយកលណាមួយសម្រាប់ដំរីស្ដនេះបានយើងនឹងមានសាច់ជាអាហារចម្អែតផ្ទៃបានរយៈពេល4ខែបណ្ដាសត្វចចកទាំងឡាយមានចចកចាស់មួយនិយាយអួតអាងថាដោយអនុភាពនៃប្រាជ្ញារបស់ខ្ញុំមានកលល្បិចវិសេសមួយអាចសម្លាប់ដំរីស្ដនេះបានលំដាប់នោះចចកចាស់ដែលពោពេញទៅដោយកលល្បិចតើចូលទៅរកដំរីស្ដនោះធ្វើជាអោនលំទោនកោតខ្លាចហើយពោលពាក្យជាទីគោរពថាបបិទ្ធលោកជាស្ដេចដំរីសូមលោកមេត្តាប្រោសទូលបង្គំសូមជួបនឹងព្រះអង្គដំរីស្ដសួរទៅថាឯងជានរណាហើយទៅណាមកណារកអ្វីនឹងសត្វចចកឆ្លើយប្រាប់ថាទូលបង្គំជាចចកឥឡូវនេះពួកសត្វទាំងឡាយដែលរស់នៅក្នុងព្រៃនេះប្រជុំព្រមព្រៀងគ្នារួចជាស្រេចទៅហើយទើបចាត់ឲ្យទូលបង្គំចូលមកក្រាបទូលព្រះអង្គថាការរស់នៅមិនមានស្ដេចថែរក្សាមិនបានសេចក្តីសុខទេសូមអញ្ជើញព្រះអង្គធ្វើជាស្ដេចសោយរាជ្យនៅក្នុងព្រៃនេះព្រោះព្រះអង្គប្រកបដោយគុណសម្បត្តិសពគ្រប់ប្រការសមជាស្ដេចគ្រប់គ្រងពពួកចតុបាទទាំងឡាយដែលនៅក្នុងព្រៃនេះព្រោះថាទី199ជនទាំងឡាយណាបរិសុទ្ធដោយត្រកូលដោយញាតិសន្តានដោយអរិយធម៌មានតបៈខ្លាំងក្លាប្រកបដោយធម្មចរិយានិងជំនាញក្នុងនយោបាយជនទាំងឡាយនោះសមគួរនឹងបានជាស្ដេចលើផែនដីនេះទី200បុគ្គលត្រូវស្វែងរកម្ចាស់ផែនដីឲ្យបានជាមុនសិនរួចហើយសម្រុកភរិយានិងរកទ្រព្យថាបើមិនមានស្ដេចគ្រប់គ្រងផែនដីទេតើត្រូវរកភរិយានិងរក្សាទ្រព្យក្នុងលោកនេះធ្វើអ្វីទី201ម្ចាស់ផែនដីជាទីពឹងពាក់នៃរាស្ត្រទាំងឡាយដូចជាភ្លៀងជាទីពឹងពាក់នៃសត្វទាំងឡាយបើភ្លៀងរអាក់រអួលសត្វលោកអាចមានជីវិតរស់នៅបានតែបើព្រះរាជាមិនប្រកបដោយធម៌ហើយរាស្ត្ររស់នៅមិនបានទេទី202ក្នុងលោកនេះជនទាំងឡាយគោរពច្បាប់ព្រោះតែខ្លាចទណ្ឌកម្មដូចជាភរិយាដែលមានត្រកូលខ្ពង់ខ្ពស់មកគោរពស្វាមីស្គមពិការឈឺរិញរៃនិងក្រីក្រព្រោះតែខ្លាចទណ្ឌកម្មដូចគ្នានោះដែរបើដូច្នោះសូមព្រះអង្គរស់រានឲ្យទាន់ពេលវេលាមង្គលសិរីសួស្តីនិយាយរួចហើយសត្វចចកក៏នាំដំរីស្ដនោះដើរទៅឯសត្វដំរីដែលធ្លាក់ចូលក្នុងអំណាចនៃសេចក្តីលោភលន់ចង់បានរាជសម្បត្តិពេកក៏ចាញ់ល្បិចកលរបស់សត្វចចកទើបដើរទៅផុងក្នុងបឹងភក់ជាប់ទៅមុខមិនរួចហើយក៏ស្រែកហៅសត្វចចកឲ្យជួយថាសំឡាញ់អើយតើត្រូវធ្វើដូចម្ដេចណឥឡូវនេះអញផុងជាប់ក្នុងបឹងភក់ជ្រៅឬខ្លួនមិនរួចទេនឹងដល់ក្តីស្លាប់ហើយទីដឹងសូមសំឡាញ់វិលមកក្រោយរកមធ្យោបាយជួយគ្នាផងសត្វចចកបានដូចបំណងហើយធ្វើជាអស់សំណើចក៏និយាយចំអកលកលើយថាព្រះអង្គសូមទ្រង់មេត្តាយកប្រមោយតោងកន្ទុយទូលបង្គំឲ្យជាប់ទូលបង្គំនឹងខំទាញឡើងឲ្យរួចដោយអំពើដែលលោកជឿសំដីទូលបង្គំនេះសូមទ្រង់សោយរាជ្យនៅសេចក្តីទុក្ខនេះចុះព្រោះថាទី203កាលណាបុគ្គលណាម្នាក់ប្រឆាចការរាប់អានអ្នកសប្បុរសពេលនោះបុគ្គលរូបនោះឯង
នឹងធ្លាក់ទៅក្នុងការរាប់អានអ្នកអសប្បុរសមិនខានឡើយគ្រានោះសត្វជចកទាំងឡាយចាប់ហែកដំរីស្តដែលធ្លាក់ក្នុងបឹងភក់ជ្រៅស៊ីជាអាហារស្លាប់ក្នុងគ្រានោះឯងចប់រឿងជចកនិងដំរីស្តកាលព្រះជាទ្រង់ព្រះសណ្ដាប់នៅកលបិចរបស់នាងមេអណ្ដើកនោះចប់សពគ្រប់ហើយទើបត្រាស់បង្គាប់ឲ្យហៅចៅមាណពនោះឲ្យមកកាន់ពរិទ្ធដំណាក់តែងតាំងជាអាមាត្យនៅបម្រើព្រះអង្គផ្ទាល់ទ្រង់តែងមេត្តារាប់អានដោយសេចក្តីស្និទ្ធស្នាលដ៏ក្រៃលែងថ្ងៃមួយព្រះរាជាស្រង់ទឹករួចស្រេចហើយទ្រង់ប្រោះព្រំកាយដោយគ្រឿងក្រអូបលម្អដោយគ្រឿងអលង្ការប្រកបដោយមាសនិងត្បូងពេជ្រទាំងឡាយរួចហើយទើបមានបន្ទូលត្រាស់ថាណែលោកអាមាត្យថ្ងៃនេះយើងនឹងធ្វើពិធីបូជាថ្វាយដល់ទេវតាក្នុងពិធីនេះអ្នកត្រូវទៅស្វែងរកស្រីក្រមុំដែលមានរូបល្អនិងមានត្រកូលខ្ពង់ខ្ពស់មកឲ្យយើងឲ្យបានម្នាក់រាល់រាត្រីក្នុងរយៈពេល1ខែពីថ្ងៃនេះតទៅយើងនឹងប្រគល់ទ្រព្យសម្បត្តិនិងកេរ្តិ៍ឈ្មោះឲ្យតាមពិធីបុណ្យឯចៅមាណពក៏ចាត់ចែងរកស្រីក្រមុំតាមពរិទ្ធបំណងយកមកថ្វាយរាល់រាត្រីឥតមានក្តីបារម្ភឡើយហើយលាក់ខ្លួនចាំលោកមើលឲ្យដឹងថាព្រះរាជាទ្រង់ធ្វើដូចម្តេចខ្លះព្រះរាជាទ្រង់ធ្វើប្រងើយកន្តើយហាក់ដូចជាពុំសក់ព្រះទ័យឥតប៉ះពាល់បន្តិចបន្តួចសោះទីបំផុតទ្រង់ព្រះរាជទានគ្រឿងស្លៀកពាក់គ្រឿងអលង្ការគ្រឿងក្រអូបនិងលម្អិតខ្លឹមច័ន្ទសុទ្ធសឹងតែជាគ្រឿងមានតម្លៃដល់ស្រីក្រមុំនោះហើយត្រាស់បង្គាប់ឲ្យរាជអាមាត្យនាំយកទៅដល់ផ្ទះវិញរីឯចៅមាណពកាលបើលោកមើលឃើញសពគ្រប់ប្រការហើយក៏ជឿទុកចិត្តស្លាប់គំនិតឈឹងកើតសេចក្តីលោភលន់ចង់បានទ្រព្យថែមទៀតទើបទៅនាំភរិយារបស់ខ្លួនយកមកថ្វាយកាលនោះព្រះរាជាទតឃើញភរិយារបស់ចៅមាណពមកដល់ព្រះអង្គស្គាល់ច្បាស់ជាស្ត្រីដែលទ្រង់ពេញចិត្តក៏ត្រេកត្រអាលណាស់ទើបស្ទុះទៅ3ត្រកងនាំយកទៅលើក្រឡាបន្ទំភ្លើតភ្លើនព្រះចិន្តាដោយក្តីស្នេហាត្រជាក់បេះដូងព្រះハរតីកាលចៅមាណពជាស្វាមីបានឃើញដូច្នោះស្ដាយក្រោយជាពន់ពេកភ័ន្តភាំងស្មារតីលែងហាមាត់ចេញស្ដីអ្វីកើតដោយក្តីក្តៅក្រហាយខុសគំនិតខ្លួនឯងចប់រឿងព្រះជាចៅមាណពនិងភរិយាស្ដេចកណ្ដុរនិយាយបញ្ជាក់ឲ្យក្អែកចាស់ទៀតថារឿងរបស់សម្លាញ់ក្អែកនេះដូចជារឿងចៅមាណពដូច្នោះដែរឯស្ដេចអណ្ដើកមើលងាយរឿងដែលស្ដេចកណ្ដុរនិយាយប្រាប់បដិសេធមិនព្រមស្ដាប់ភ័យតក់ស្លុតរន្ធត់ចិត្តណាស់ក៏ឡើងពីត្រពាំងនោះដើរចេញដោយរស់រាន់សត្វឯទៀតមានស្ដេចកណ្ដុរជាដើមមានសេចក្តីស្នេហានឹងសត្វអណ្ដើកណាស់កាលបើឃើញមិត្តមិនស្ដាប់ពាក្យខ្លួនបារម្ភខ្លាចមិត្តមានក្តីអន្តរាយក៏បបួលគ្នាដើរទៅតាមកាលអណ្ដើកវាយឺតលើគោកលិចវាលចូលព្រៃមិនយូរប៉ុន្មានទៅជួបប្រទះនឹងព្រានព្រៃម្នាក់ព្រានព្រៃឃើញសត្វអណ្ដើកវាគើមត្រេកអរណាស់ក៏ចាប់យកមកចងភ្ជាប់នឹងដងធ្នូលីយកទៅលុះដើរយូរទៅអស់កម្លាំងឃ្លានបាយស្រេកទឹកខ្លាំងក៏ត្រឡប់ទៅផ្ទះវិញឯសត្វប្រើសក្អែកចាស់ស្ដេចកណ្ដុរឃើញព្រានព្រៃចាប់អណ្ដើកក៏កើតក្តីក្តៅក្រហាយរស័ព្ទរសល់ខ្វល់ចិត្តមិនដឹងធ្វើដូចម្ដេចចេះតែដើរទៅតាមព្រាននោះកាលនោះឯងស្ដេចកណ្ដុរយំខ្សឹកខ្សួលហើយថ្លែងថាទី204ដរាបណាអាត្មាអញមិនទាន់ឆ្លងផុតទុក្ខមួយទេដរាបនោះអាត្មាអញនឹងជួបទុក្ខមួយទៀតជាក់ជាមិនខានព្រោះសេចក្តីទុក្ខនេះបើកើតមានម្ដងហើយក៏ចេះតែកើតមានជាបន្តបន្ទាប់ទៀត
ទី205មិត្តភាពណាមានសភាពប្រក្រតីជាមិត្តដែលកើតឡើងដោយបុណ្យវាសនាមិត្តភាពដែលប្រកបដោយភាពប្រក្រតីនោះមិនលះបង់ចោលគ្នាក្នុងគ្រាមានវិបត្តិឡើយទី206ភាពស្មោះត្រង់ជាមួយមាតាភរិយាបងប្អូននិងបុត្រធីតាមិនស្មើនឹងភាពស្មោះត្រង់ជាមួយមិត្តឡើយស្ដេចកណ្ដុរឡើងមួយស្របក់ដកដង្ហើមធំទួញយំថាអោពុទ្ធោអើយបាបកម្មអាត្មាអញនេះអីក៏អាក្រក់ម្លេះណព្រោះថាទី207ផលកម្មអាត្មាអញល្អក្តីអាក្រក់ក្តីដែលប្រព្រឹត្តទៅក្នុងខណៈពេលណាមួយពិតប្រាកដទី207ផលកម្មអាត្មាអញល្អក្តីអាក្រក់ក្តីដែលប្រព្រឹត្តទៅក្នុងខណៈពេលណាមួយប្រាកដជាកើតឡើងដោយទង្វើពីអតីតកាលហើយអាត្មាអញបានឃើញផលកម្មទាំងអស់នេះក្នុងពេលបច្ចុប្បន្នទី208គួរសង្វេគណាស់រាងកាយនេះកើតឡើងហើយតែងតែស្លាប់ទៅវិញទ្រព្យសម្បត្តិកើតមានហើយតែងតែបាត់បង់ទៅវិញការជួបជុំគ្នាកើតឡើងហើយក៏តែងតែព្រាត់ប្រាសទៅវិញវត្ថុទាំងឡាយមានការកើតឡើងហើយនិងមានការបែកបាក់ទៅវិញជាធម្មតាទី209នរណាណជាអ្នកបង្កើតពាក្យដ៏មានតម្លៃពីរព្យាង្គនេះថាសម្លាញ់ដែលទុកដូចជាគ្រឿងការពារនៅសេចក្តីទុក្ខសោកសត្រូវសេចក្តីភ័យខ្លាចសេចក្តីតក់ស្លុតនិងជាភាជសម្រាប់ទ្រទ្រង់នៅសេចក្តីស្រឡាញ់ព្រមទាំងសេចក្តីជឿទុកចិត្តទី210មិត្តណាជាទីត្រេកអរទីគប់ភ្នែកជាទីរីករាយចិត្តជាភាជសម្រាប់ទ្រទ្រង់នៅសេចក្តីសុខជាមួយគ្នាមិត្តនោះកម្ររកបានណាស់រីឯមិត្តដទៃទៀតក្នុងពេលដែលយើងមានទ្រព្យច្រើនមិត្តណាមករាប់អានព្រោះតែចង់បានទ្រព្យមិត្តនោះឃើញថាមានច្រើនណាស់គ្រប់ទីកន្លែងនៅពេលមានអាសន្នយើងអាចដឹងថានរណាជាមិត្តល្អឬមិត្តអាក្រក់ស្ដេចកណ្ដុរយំខឹកខ្សួលមួយស្របក់ទើបនិយាយទៅរកក្អែកចាស់និងប្រាប់ថាណែសម្លាញ់ក្អែកសម្លាញ់ប្រើដរាបណាព្រានព្រៃមិនទាន់ចេញផុតពីព្រៃនេះដរាបនោះយើងត្រូវព្យាយាមរកឧបាយកលជួយសង្គ្រោះអណ្ដើកឲ្យរួចផុតពីអន្តរាយទាល់តែបានសត្វក្អែកនិងសត្វប្រើសួរថាសម្លាញ់កណ្ដុរប្រាប់ឧបាយកលឲ្យឆាប់មកតើយើងត្រូវធ្វើដូចម្តេចស្ដេចកណ្ដុរប្រាប់ថាសម្លាញ់ប្រើត្រូវធ្វើពុតជាស្លាប់ដេកកណ្ដាលវាលនៅក្បែរមាត់ត្រពាំងបង្ហាញខ្លួនឲ្យគេឃើញងាយសម្លាញ់ក្អែកហើរខាងលើស្រែកកញ្ជ្រៀវខ្វក់ឲ្យឮខ្លាំងធ្វើហាក់ដូចជាចុះទៅចឹកស៊ីប្រើឯព្រានព្រៃជាអ្នកត្រូវការសត្វកាលបើឃើញប្រើដូច្នោះមុខជាទុកអណ្ដើកមួយឡែកសិនហើយរត់ប្រញាប់ប្រញាល់ទៅយកប្រើជាមិនខានឡើយពេលនោះខ្ញុំនឹងរត់ទៅកកេរចំណងអណ្ដើកឲ្យរួចខ្លួនហើយឲ្យអណ្ដើកវាចូលទៅក្នុងត្រពាំងភ្លាមទៅរីឯសម្លាញ់ប្រើកាលបើព្រានព្រៃរត់មកដល់ហើយត្រូវក្រោកឡើងយ៉ាងរហ័សបោកឲ្យលឿនតាមដែលអាចធ្វើទៅបានហើយត្រូវរត់ចូលព្រៃឲ្យបាត់ទៅគិតគ្នារួចស្រេចហើយសត្វប្រើនិងក្អែកចាស់ធ្វើតាមឧបាយកលនោះមួយរំពេចឯព្រានព្រៃស្វែងរកបបាញ់សត្វតាមដងព្រៃមិនបានសោះកើតក្តីអស់កម្លាំងស្រេកទឹកក៏ចុះទៅផឹកទឹកក្នុងត្រពាំងរួចហើយឡើងមកចុកសម្រាកកាយយកកម្លាំងនៅក្រោមម្លប់ឈើមួយចោលភ្នែកទៅឃើញសត្វប្រើដេកស្លាប់ប៉ោងពោះដូច្នោះត្រេកអរណាស់កន្ត្រាក់កំបិតស្នៀតសៀតចង្កេះទុកអណ្ដើកចោលមួយកន្លែងហើយសំដៅទៅរកសត្វប្រើស្លាប់នោះពេលនោះស្ដេចកណ្ដុរឃើញព្រានព្រៃរត់ទៅហើយក៏ខំកកេរចំណងអណ្ដើកឲ្យរួចភ្លាមសត្វអណ្ដើកបានរួចចំណងហើយវាយ៉ាងរហ័សចូលទៅក្នុងត្រពាំង
ឯសត្វប្រះកាលបើឃើញព្រានព្រៃរត់ជិតដល់ខ្លួនហើយក៏ក្រោកប្រញាប់ប្រញាល់ផ្លាស់ចូលព្រៃបាត់ទៅព្រានព្រៃភាំងស្មារតីខកបំណងហើយក៏ត្រឡប់មកដល់គល់ឈើវិញពេលនោះរកសត្វអណ្ដើកមិនឃើញអស់សង្ឃឹមលួនមាត់ស្រែកថានេះបានសមមុខអាផេះកណ្ដាលជើងក្រានមិនជឿពាក្យចាស់ស្រឡះដៃធីងធ្វើការមិនគិតគូរឲ្យបានល្អិតល្អន់ទុកជាមុនសិនព្រោះថាទី211ជនទាំងឡាយណាលះបង់របស់ដែលទៀងទាត់ហើយទៅស្រវាយករបស់មិនទៀងទាត់វិញរបស់ដែលទៀងទាត់ក៏វិនាសបាត់ទៅឯរបស់មិនទៀងទាត់ក៏វិនាសបាត់ទៅដែរឯព្រានព្រៃធ្វើការខុសទំនងខាតលៀបស្រឡះដៃធីងក្តៅក្រហាយស្ដាយក្រោយក៏ដើរចូលព្រៃបាត់ទៅសត្វជាមិត្តសម្លាញ់ទាំងឡាយមានសត្វអណ្ដើកជាដើមបានរួចផុតពីទោសភ័យនិងសេចក្តីអន្តរាយហើយក៏ត្រឡប់ទៅកាន់លំនៅខ្លួនតាមធម្មតាវិញរស់នៅជាសុខសាន្តសប្បាយមានសាមគ្គីព្រមព្រៀងគ្នាលុះត្រាអស់ជីវិតរៀងខ្លួនទៅហោងចប់រឿងក្អែកអណ្ដើកនិងកណ្ដុរនៅទីបំផុតព្រះរាជាដែលបានស្ដាប់សម្ដីដ៏វិចិត្រនេះមានព្រះទ័យត្រេកអររីករាយជាខ្លាំងទើបមានព្រះបន្ទូលទៅកាន់លោកមហាបណ្ឌិតថាយើងទាំងអស់គ្នាបានស្ដាប់រឿងរ៉ាវដែលលោកបានថ្លាថ្លែងអំបញ្ញមិញនេះសពគ្រប់ហើយមានសេចក្តីត្រេកអរណាស់សេចក្តីប្រាថ្នាយើងទាំងអស់គ្នាបានសម្រេចប្រយោជន៍ហើយលោកមហាបណ្ឌិតក្រាបបង្គំទូលថាបំណងរបស់ទ្រង់បានសម្រេចបរិបូរណ៍ហើយសូមព្រះករុណាស្ដេចទ្រង់ព្រះសណ្ដាប់នៅស្លោកចុងក្រោយបំផុតដូច្នេះថាទី212សូមសាធុជនទាំងឡាយសាមគ្គីមូលត្រកូលចងបាច់គ្នាជាសាមគ្គីឲ្យមានមិត្តភាពសូមប្រជាជនក្នុងជនបទសម្បូរដោយសិរីមង្គលនិងសម្បត្តិគ្រប់ប្រការសូមប្រជាទាំងឡាយរក្សាប្រជាជននៅលើផែនដីដោយប្រពៃហើយស្ថិតក្នុងទសពិធរាជធម៌ជានិរន្តរ៍តទៅសូមព្រះករុណាគ្រប់ព្រះអង្គតាំងព្រះទ័យជាសប្បុរសសម្រាប់សេចក្តីពេញចិត្តនិយមប្រើច្បាប់នេះដូចជាព្រះជាយាថ្មីមួយអង្គទៀតសូមព្រះមហាទេពដ៏មានបុណ្យជាស្ដេចនៃទេវតានិងមនុស្សសត្វទាំងឡាយប្រសិទ្ធពរសិរីសួស្តីដល់មហាជនឲ្យប្រកបដោយសេចក្តីសុខសិរីសួស្តីគ្រប់ទិវារាត្រីទៅអោងកថាទី1ឈ្មោះការគប់មិត្តដែលមានមកក្នុងហេតោបទេសចប់តែប៉ុណ្ណេះសូមអរគុណដែលបានរួមដំណើរជាមួយយើងក្នុងអេពីសូត7នេះប្រសិនបើលោកអ្នកចង់បន្តតាមដានខ្លឹមសារបន្តទៀតសូមអញ្ជើញទៅកាន់អេពីសូតបន្ទាប់អរគុណ